Này tầng óc này nhóm nhóm này tầng óc này từ school rục chiết mùiประเภท ដែលបន្លំខ្លួនជាមួយនឹងស្មៅហើយមើមរបស់វាគឺទីផ្សារមែនទែនតែមិនដឹងថាគេយកទៅធ្វើអីទេក៏ប៉ុន្តែជារុក្ខជាតិមួយគឺពិបាករកមែនទែនដោយសារតែវានៅនឹងស្មៅហើយយើងសម្គាល់បានងាយស្រួលនឹងរកគឺដោយសារតែវាមានផ្ការីកនៅពេលព្រឹកបងប្អូនតោះទៅមើលទាំងអស់គ្នាថាជាអ្វីនេះបងប្អូនទាំងអស់គ្នានេះគឺជាផ្ការបស់វាគឺផ្ការបស់វាពណ៌លឿងស្រស់ស្អាតមែនទែននេះហើយនេះគឺជាដើមនេះដើមដូចស្មៅអញ្ចឹងដើមនេះគេហៅថាយិនសិនឬក៏អ្នកខ្លះហៅថាម៉ាម៉ាយសិនអញ្ចឹងគេហៅម៉ាម៉ាយសិនឬក៏ហៅថាដើមយិនសិនហើយសម្គាល់បានគឺដោយសារផ្កានេះតែម្ដងបងប្អូនគឺគាត់ឃើញផ្ការីកចាបើយើងរកនឹងផ្នែកទេអ្នកផ្នែកខ្សោយគឺរកអត់ឃើញទេដោយសារវាបន្លំខ្លួនជាមួយនឹងស្មៅនៅជាមួយនឹងស្មៅអញ្ចឹងយើងរកពិបាករកមែនទែនអញ្ចឹងភាគច្រើនគឺរកដោយសារផ្កានេះហើយផ្កានេះគឺរីកនៅពេលព្រឹកស្រស់ទេនៅពេលថ្ងៃក្តៅចាប់ផ្ដើមសពូនវិញអញ្ចឹងយើងពិបាករកមែនទែនអញ្ចឹងពេលយើងរកស្មៅនេះគឺរកពេលព្រឹកបងប្អូនទាំងអស់គ្នាចាំមើលខ្ញុំជីកមើមឲ្យអ្នកទាំងអស់គ្នាបានស្គាល់ថាមើមរបស់វាយ៉ាងម៉េចបងប្អូនទាំងអស់គ្នាគឺមើមយិនសិនគឺបែបហ្នឹងបងប្អូននេះនិយាយទៅមើមទន្រាំបាន1 គីឡូគឺមិនងាយទេដោយសារតែវាតូចហើយស្រាល1 គីឡូគឺច្រើនមែនទែនហើយមកដល់បច្ចុប្បន្ននេះគឺពិបាករកមែនទែនដោយសារគេខាងឈ្មួញគេរកដំបងអញ្ចឹងទៅក៏ជាព្រាត់ក្នុងគ្នាជីកអស់ចឹងវាដោះមកទន់ហើយសង្ឃថាចង់បាត់អស់ហើយมันងាយនឹងកើតបានមកវិញទេមានមួយទៀតក៏ស្តៀងគ្នាដែរតែស្លឹកធំដូចស្លឹកត្នោតគេហៅត្នោតលីនិយាយទៅមើមចំកន្លែងដីរឹងគឺអត់សូវធំទេបងប្អូនអានេះគេហៅម៉ាម៉ាយស៊ីនខ្លះគេហៅថាដើមយិនសិនផ្លែគេឈ្មោះផ្លែគេម៉ាម៉ាយស៊ីនបងប្អូនខ្លះធ្លាប់ស្គាល់គាត់ធ្លាប់ដឹងធ្លាប់ឃើញធ្លាប់បានជីកបានគាត់ស្គាល់តែអ្នកដែលស្គាល់ប្រហែលជាថាឈ្មោះនេះប្លែក